សមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជាត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី29 ខែមិនិនាឆ្នាំ 2026 ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលនានាស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជាស្ថិតនៅឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សុភ័ណ្ឌ អភិបាលខេត្តបានសម្ដែងសម្ដាជាមួយមន្ត្រីរាជការនិងពុទ្ធបរិស័ទដែលបានសម្ដែងនូវការត្រេកអរនិងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលបានលេចរូបរាងឡើងឯកឧត្តមបានបញ្ជាក់ថាសមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃសន្តិភាពដែលអនុញ្ញាតឲ្យយើងមានឱកាសកសាងនិងអភិវឌ្ឍគ្រប់វិស័យរួមទាំងការលើកកម្ពស់តម្លៃវប្បធម៌និងជំនឿសាសនាដែលជាគ្រឹះនៃសីលធម៌សង្គមឯកឧត្តមបណ្ឌិតអភិបាលខេត្តបានលើកឡើងបន្ថែមថាស្របពេលដែលខេត្តកំពង់ស្ពឺកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យឧស្សាហកម្មតាមរយៈការស្រូបទាញរោងចក្រសហគ្រាសរាប់រយកន្លែងនិងវិស័យកសិកម្មដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់និងវិស័យទេសចរណ៍មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជានេះមិនត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌វិន័យប៉ុណ្ណោះទេប៉ុន្តែវាក៏ជានិមិត្តរូបនៃការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍផ្នែកស្មារតីនិងការអភិរក្សអត្តសញ្ញាណជាតិដែលនឹងទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនិងស្វែងយល់កាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សុភ័ណ្ឌក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននិងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានរួមគ្នាកសាងសមិទ្ធផលទាំងនេះឡើងដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយនិងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សដើម្បីបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅទូទាំងខេត្តបន្ទាប់ពីមានប្រសាសន៍សំណើសំណាលរួចមកឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានិងបានរៀបចំពិធីរាប់បាតប្រគេនភេសជ្ជៈដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ